ហើយអ្វីបានជាវិធីសាស្ត្រ K-Kibo របស់ជប៉ុនល្អជាងកម្មវិធីគ្រប់គ្រងលុយកាក់ទាំងអស់រយៈពេលជាង120ឆ្នាំមកនេះវិធីសាស្ត្រ K-Kibo បានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការជួយឲ្យមនុស្សគ្រប់គ្នាសម្រេចចិត្តលើបញ្ហាហិរញ្ញវត្ថុបានកាន់តែឆ្លាតវៃ K-Kibo អានថា Kakebo គឺជាប្រព័ន្ធកត់ត្រាថវិកាបែបប្រពៃណីរបស់ជប៉ុនវាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1904ដោយលោកស្រី Hane Motoko ដែលជាអ្នកកាសែតស្រីដំបូងបង្អស់របស់ប្រទេសជប៉ុនពាក្យនេះមានន័យថាគូសៀវភៅកណីគ្រួសារគឺវិធីសាស្ត្រនេះផ្ដោតសំខាន់លើការយល់ដឹងពីការចំណាយនិងការបង្កើតទម្លាប់គិតមុនទិញតាមរយៈការកត់ត្រាដោយដៃផ្ទាល់ជាងការប្រើប្រាស់កម្មវិធីទូរស័ព្ទដែលផ្ដល់ត្រឹមតែភាពងាយស្រួលប៉ុន្តែខ្វះការយកចិត្តទុកដាក់ខណៈពេលដែលកម្មវិធីគ្រប់គ្រងលុយកាក់អាចតាមដានការចំណាយបានភ្លាមក៏ដោយប៉ុន្តែវាច្រើនតែខ្វះការផ្សារភ្ជាប់ផ្លូវចិត្តដែលជាគន្លឹះសំខាន់ក្នុងការផ្លាស់ប្ដូរទម្លាប់ចំណាយរយៈពេលវែងហើយខាងក្រោមនេះគឺជាមូលហេតុដែលវិធីសាស្ត្រ K-Kibo មានប្រសិទ្ធភាពជាងកម្មវិធី Digital ចំណុចពិសេសគឺមិនបាច់ប្រើបច្ចេកវិទ្យាទេអ្នកត្រឹមតែមានសៀវភៅមួយក្បាលនិងពេជ្រមួយដើមប៉ុណ្ណោះគំនិតស្នូលនៃវិធីសាស្ត្រ K-Kibo គឺជួយឲ្យអ្នកយល់ច្បាស់ពីទំនាក់ទំនងរវាងខ្លួនឯងជាមួយនឹងលុយកាក់តាមរយៈការកត់ត្រារាល់ប្រាក់ចំណូលនិងការចំណាយទាំងអស់ចូលទៅក្នុងសៀវភៅដោយផ្ទាល់ដៃទម្លាប់នៃការចំណាយរបស់យើងត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងជីវិតរស់នៅប្រចាំថ្ងៃម្យ៉ាងទៀតសកម្មភាពនៃការចាយលុយតែងតែមានការផ្សារភ្ជាប់ទៅនឹងកត្តាផ្លូវចិត្តដែលពិបាកនឹងកាត់ផ្តាច់ចេញណាស់ទី1ការកត់ត្រាដោយដៃបង្កើតការគិតពិចារណាគឺមុនពេលចំណាយកម្មវិធីគ្រប់គ្រងលុយកាក់តែងតែភ្ជាប់ទៅកណីធនាគាររបស់អ្នកហើយបែងចែកប្រភេទចំណាយដោយស្វ័យប្រវត្តិទោះបីជាវាមានភាពងាយស្រួលប៉ុន្តែប្រព័ន្ធស្វ័យប្រវត្តិនេះធ្វើឲ្យអ្នកមើលរំលងតថភាពពិតប្រាកដនៃការចំណាយរបស់ខ្លួនឯងបញ្ហារបស់កម្មវិធីទូរស័ព្ទគឺការពិនិត្យមើលកម្មវិធីក្រោយពេលចំណាយរួចគ្រាន់តែជាការតាមដានបែបអសកម្មប៉ុណ្ណោះវាក៏មកនឹងអាចផ្លាស់ប្ដូរទម្លាប់ចំណាយរបស់អ្នកបានណាស់ផ្ទុយទៅវិញគុណសម្បត្តិនៃវិធីសាស្ត្រ K-Kibo គឺការកត់ត្រាដោយដៃផ្ទាល់បង្ខំឲ្យអ្នកប្រឈមមុខនឹងការសម្រេចចិត្តរបស់ខ្លួនឯងភ្លាមសកម្មភាពសរសេរនេះជួយពន្យឺតការសម្រេចចិត្តនិងបង្កើតជាល្បាំងដ៏ល្អមួយក្នុងការទប់ស្កាត់ការទិញទំនិញតាមអារម្មណ៍ឆេវឆាវទី2ការឆ្លុះបញ្ចាំងនិងការយល់ដឹងពីការចំណាយកម្មវិធីគ្រប់គ្រងលុយកាក់ភាគច្រើនផ្ដោតខ្លាំងតែលើទិន្នន័យអតីតកាលពោលគឺបង្ហាញតែអ្វីដែលអ្នកបានចំណាយរួចហើយប៉ុន្តែ K-Kibo ផ្ដោតលើផ្នត់គំនិតរបស់អ្នកទាំងមុននិងអំឡុងពេលទិញទំនិញមុនពេលដកលុយទិញរបស់ដែលមិនចាំបាច់ K-Kibo តម្រូវឲ្យអ្នកឆ្លើយសំណួរគន្លឹះចំនួន4 1. តើខ្ញុំមានលុយដែលអាចប្រើប្រាស់បានចំនួនប៉ុន្មាន 2. តើខ្ញុំចង់សន្សំលុយឲ្យបានចំនួនប៉ុន្មាន 3. តើខ្ញុំកំពុងតែចំណាយជាក់ស្ដែងអស់ចំនួនប៉ុន្មាន 4. ហើយតើខ្ញុំអាចកែលម្អការចំណាយនេះឲ្យប្រសើរជាងមុនដោយរបៀបណាការឆ្លើយសំណួរទាំងនេះរាល់ពេលទិញទំនិញនឹងផ្លាស់ប្ដូរទម្លាប់របស់អ្នកពីការឆូតកាត់ចាយលុយតាមអារម្មណ៍មកជាការសម្រេចចិត្តប្រកបដោយស្មារតីច្បាស់លាស់និងស្របតាមគោលបំណងពិតប្រាកដទី3ការបែងចែកប្រភេទចំណាយច្បាស់លាស់និងមិនស្មុគស្មាញកម្មវិធីទូរស័ព្ទជារឿយៗធ្វើឲ្យអ្នកធុញទ្រាន់ដោយសារវាបែងចែកប្រភេទចំណាយរងរាប់សិបមុខប៉ុន្តែវិធីសាស្ត្រ K-Kibo សម្រួលការចំណាយទាំងអស់មកត្រឹមសស្តំស្នូលចំនួន4ប៉ុណ្ណោះទី1របស់ចាំបាច់ needs ដូចជាអាហារផ្ទះសម្បែងថ្លៃទឹកភ្លើងការធ្វើដំណើរនិងការថែទាំសុខភាពទី2របស់ចង់បាន wants ដូចជាការញ៉ាំអាហារខាងក្រៅការដើរទិញអីវ៉ាន់និងការកម្សាន្តផ្សេងទី3វប្បធម៌និងការសិក្សា culture ដូចជាសៀវភៅភាពយន្តនិងការធ្វើដំណើរទេសចរណ៍និងទី4ចំណាយបន្ថែម extra គឺការចំណាយបន្ទាន់ឬមិនបានគ្រោងទុកដូចជាការជួសជុលឡានម៉ូតូឬការទិញកាដូជាដើមការរៀបចំដែលមានរបៀបបែបនេះធ្វើឲ្យអ្នកងាយស្រួលមើលឃើញថាតើប្រាក់ចំណូលរបស់អ្នកត្រូវបានចំណាយទៅលើអ្វីខ្លះដោយមិនបាច់ខ្វល់ខ្វាយនឹងភាពពញាញញៃនៅលើអេក្រង់ទូរស័ព្ទឡើយទី4ការបែងចែកប្រភេទចំណាយទៅតាមតម្លៃផ្លូវចិត្តកម្មវិធីទូរស័ព្ទបែងចែកការចំណាយទៅតាមកន្លែងដែលអ្នកបានចាយលុយប៉ុន្តែ K-Kibo បែងចែកការចំណាយទៅតាមមូលហេតុដែលអ្នកបានចាយលុយនៅចុងខែនីមួយៗអ្នកត្រូវពិនិត្យមើលសៀវភៅឡើងវិញដើម្បីគណនាការចំណាយសរុបនិងឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនឯងវាជួយឲ្យអ្នកដឹងពីកត្តាជំរុញចិត្តពិតប្រាកដដូចជាការទិញទំនិញដើម្បីបំបាត់ភាព stress ឬការចាយលុយដោយសារតែភាពធុញទ្រាន់ដែលចំណុចទាំងនេះកម្មវិធីទូរស័ព្ទមិនអាចរករបៀបចាប់ផ្ដើមអនុវត្តវិធីសាស្ត្រ K-Kibo អ្នកមិនចាំបាច់ទិញសៀវភៅកត់ត្រាដែលមានទម្រង់ពិសេសនោះទេសៀវភៅសរសេរធម្មតាឬកម្មវិធី spreadsheet ដូចជា Excel និង Google Sheets ក៏អាចប្រើប្រាស់បានដែរ
ខ្ញុំបានសាកល្បងវិធីសាស្ត្រ Kakeibo ដែលជាសិល្បៈនៃការសន្សំលុយរបស់ជប៉ុនហើយវាបានផ្លាស់ប្ដូរទម្លាប់នៃការចាយលុយរបស់ខ្ញុំទាំងស្រុងកាលពីឆ្នាំ2017ខ្ញុំបានសម្រេចចិត្តលាឈប់ពីការងារនៅរោងពុម្ពមួយក្នុងទីក្រុងឡុងហើយផ្លាស់ទៅរស់នៅប្រទេសជប៉ុនពេលនោះខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំណាស់និងមានជីវិតសង្គមដ៏រីករាយមួយប៉ុន្តែខ្ញុំចង់ស្វែងរកអ្វីដែលថ្មីនិងប្លែកសម្រាប់ជីវិតបន្ទាប់ពីរស់នៅក្នុងទីក្រុងតូក្យូបាន6ខែខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍យ៉ាងខ្លាំងលើរបៀបរស់នៅរបស់ជនជាតិជប៉ុនពួកគេតែងតែផ្ដល់តម្លៃខ្ពស់លើរឿងរ៉ាវលម្អិតតូចៗការមានស្មារតីយល់ដឹងនិងការផ្លាស់ប្ដូរបន្តិចម្ដងបន្តិចនៅក្នុងជីវិតប្រចាំថ្ងៃវាខុសប្លែកពីអ្វីៗទាំងអស់ដែលខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមកវាបានជំរុញចិត្តឲ្យខ្ញុំបន្ថយល្បឿនជីវិតនិងកែលម្អរបៀបរស់នៅរបស់ខ្លួនឯងជាពិសេសគឺទម្លាប់នៃការចាយលុយផ្ដេសផ្ដាស់តាមអារម្មណ៍ដូច្នេះហើយនៅពេលដែលខ្ញុំបានឮអំពី Kakeibo ដែលជាវិធីសាស្ត្រគ្រប់គ្រងលុយកាក់របស់ជប៉ុនខ្ញុំក៏មានអារម្មណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានសម្រេចចិត្តសាកល្បងវាភ្លាមក្រោយពីទស្សនាវីដេអូនេះចប់ប្រសិនបើលោកអ្នកយល់ថាមានប្រយោជន៍សូមជួយចុច like និង share ដើម្បីចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក